លើនេះបាទយើងមកទស្សនាបាទនៅរូបភាព highlight បាទពេញមួយការប្រកួតទាំងអស់គ្នាបាទដំណើរដើរចេញបាទរបស់ក្រុមកីឡាករទាំងពីរបាទស្វាគមន៍គ្នាបាទមុនការប្រកួតយ៉ាងកដាលបាទបន្លឺឡើងបាល់ឆ្កែចេញពីជើងបាទរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោនបាទចំណុចត្រង់នេះបាទការរបស់ក្រុមបាល់ទាត់បាទ ISI ដែលហៅសុងដេតបាទតែការសុទ្ធបាទមួយជើងបាទពីបាទ Silva បាទ Gabriel Silva មិនបានសម្រេចត្រង់នេះវុតតូឡាបាទជាមួយនឹងកៅសារ៉ាត់បាទបញ្ជើញយកបាល់បាទហើយបាទអូនដាវស៊ូណូស៊ូកេបាទក៏សុទ្ធមួយជើងដែរពីខាង ISI បាទប៉ុន្តែត្រង់ចំណុចនេះបាទ Raul Feher បាទក្រណាត់នៃគ្រាប់បាល់ដំបូងបាទរបស់ខ្លួនបាទនៅក្នុងប្រកួតនេះបាទតាមរយៈការសុទ្ធពេលនឹងទីបាទនាំមុខ 1-0 ទៅលើ ISIបាទឱកាសបន្តបន្ទាប់ទៀតរបស់ ISI បាទត្រូវអ្នកចាំទីបាទជាមសំណាងបាទជួយបានបាទអ្នកចាំទីបាទខាង ISI បាទលីកកដាបាទក៏សង្គ្រោះបាល់បានដែរចំណុចត្រង់នេះហើយបាទដែលជាគ្រាប់ទី2បាទរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោនបាទគឺសាទីច្បាស់មែនទែនបាទមួយជើងនេះប៉ោងសំណាញ់ទីបានសម្រេចបាទពេលនឹងទីមួយគ្រាប់ត្រឡប់មកវិញបាទពីខាងក្រុម ISI បាទគឺអនដាស៊ូណូស៊ូកេបាទតាំងពីក្រោយដល់លទ្ធផល2-1បាទនៅក្នុងវគ្គទី1បាទចប់ការប្រកួតវគ្គទី1បាទ2-1មកដល់សនសិនបាទភ្នំពេញក្រោនជាអ្នកនាំមុខបាទចូលមកដល់ការប្រកួតបាទនៅក្នុងវគ្គទី2បាទបន្តទៀតក៏មានគ្រាប់សុទ្ធបាទជាហូហែដែរបាទត្រង់នេះឱកាសរបស់ ISI បាទដោយហៅសុកដេតបង្ហើមួយជើងមកប៉ុន្តែមិនចំគោលដៅបាទត្រង់នេះហើយបាទគ្រាប់បាល់របស់ Raul Feher បាទថែមគ្រាប់ទី2ដោយជាការលើកជ្រុងបាទរបស់សាទីបាទមួយជើងនេះបាទចូលទីបានសម្រេចបាទនាំមុខទៅលើ ISI ដល់លទ្ធផល3-1បាទនៅត្រង់កន្លែងនេះបាទការបញ្ជូនបាទសុទ្ធមួយជើងបាទមិនបានសម្រេចទេបាទប្រាក់ធីវ៉ាបាទហើយការសុទ្ធពីសំអល់ទីណាចុកម៉ោងវិញមិញបាទអ្នកចាំទីក៏អាចជួយបានបាទពីខាង ISI នេះបាទចំណុចដែលគ្រាប់បាល់ hat-trick បាទរបស់កីឡាករ Raul Feher បាទសុទ្ធបាន hat-trick បាទជួយឲ្យភ្នំពេញក្រោនបាទនាំមុខ4-1បាទហើយបាទចុងម៉ោងនេះបាទខាង ISI បាទក៏ជាមសុទ្ធបាទតែអ្នកចាំទីជួយបានបាទតែត្រង់នេះជួយលេខបានហើយបាទជាសំណាងហើយសុកដេតបន្ថែមបានគ្រាប់ទី2បាទដូច្នេះការប្រកួតបាទបញ្ចប់ជាផ្លូវការបាទគឺមាន6គ្រាប់បាទគឺភ្នំពេញក្រោនឈ្នះទៅលើ ISI ដល់លទ្ធផល4-2